សូមជម្រាបសួរបងប្អូនក្នុង YouTube ខ្ញុំបាទ Channel រទ្ធីយូណាស់សូមជូនប្រវត្តិសាស្ត្រខ្មែរសម័យឧដុង្គភាគ3ជាភាគបញ្ចប់19ក្រោយរាជរាមាធិបតេយ្យឬអង្គចាន់ប្រទេសខ្មែរធ្លាក់ទៅក្នុងភ្នំភ្លើងនៃសង្គ្រាមគ្នាឯងវិបត្តិផ្ទៃក្នុងបានកើតឡើងដែលបណ្ដាលមកពីការលំឧបអំណាចនិងរាជសម្បត្តិប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមឥតស្រាកស្រានពួកបរទេសដែលមករកស៊ីនៅស្រុកខ្មែរនាំគ្នារត់ចោលហាងទំនិញឆ្លៀតឱកាសនោះសៀមបានតាក់ទាញក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេសឲ្យទៅរកស៊ីនៅប្រទេសសៀមវិញសេដ្ឋកិច្ចប្រទេសបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងមន្ត្រីរាជការវង្សានុវង្សមិនទុកចិត្តគ្នាបង្កើតជាបាក់ពួករៀងខ្លួនហើយខ្លួនរត់ទៅពឹងបរទេសដើម្បីដឹងតាមរាជមិនឲ្យប្រទេសនិងប្រជាជនបានសុខឡើយរហូតដល់រាជព្រះអង្គឯងទើបកម្ពុជាបានសុខលើកលែងតែភូមិភាគខាងត្បូងព្រះអង្គឯងសុគតនៅឆ្នាំ1796ប៉ុន្តែបុត្រព្រះអង្គនៅក្មេងពេកកិច្ចការប្រទេសត្រូវស្ថិតនៅលើចៅហ្វាប៉ុក1796 1805ព្រះអង្គច័ន្ទបុត្រព្រះអង្គឯងបានរៀបអភិសេកឆ្នាំ1806នៅក្រុងបាងកកដែលមាននាមសម្រាប់រាជថាព្រះឧទ័យរាជាទ្រង់មានបុត្រី4អង្គគឺក្សត្រីអង្គកប៉ែនអង្គមេអង្គពៅអង្គស្ងួន21ព្រះអង្គឌួងជាបុត្រពៅរបស់ព្រះអង្គឯងទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ1840រហូតដល់ឆ្នាំ1847ទើបទ្រង់បានឡើងសោយរាជ្យជាស្ដេចផែនដីដោយមាននាមសម្រាប់រាជថាព្រះហិររាមាសរាធិបតីទ្រង់សុគតឆ្នាំ1859ពេលទ្រង់ឡើងសោយរាជ្យស្ថានភាពនៃប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងជ្រោះយ៉ាងទៅហើយទឹកដីខ្មែរជាច្រើនត្រូវបាត់បង់ទៅលើសៀមនិងយួនចំណែកសេដ្ឋកិច្ចខ្មែរស្ថិតនៅទន់ខ្សោយនិងខ្ទេចខ្ទាំដោយសង្គ្រាមផ្ទៃក្នុងហេតុនេះទឹកដីដែលបាត់បង់នេះព្រះអង្គមិនអាចដណ្ដើមយកមកវិញបានទេ22ស្ដេចម៉ឹងម៉ាងបានឈ្លានពានកម្ពុជានិងចង់ធ្វើឲ្យកម្ពុជាក្លាយទៅជាខេត្តមួយក្រោមរបស់វៀតណាមមានរដ្ឋបាលបែបវៀតណាមពេលមានការបះបោរប្រឆាំងនឹងវៀតណាមនិងមានសង្គ្រាមរវាងវៀតណាមនិងថៃនៅលើទឹកដីកម្ពុជានៅឆ្នាំ1847វៀតណាមនិងថៃបានយល់ព្រមធ្វើឲ្យមានសន្តិភាពនៅកម្ពុជាដោយឲ្យព្រះអង្គឌួងមកសោយរាជ្យនៅកម្ពុជាសូមអរគុណសម្រាប់ការតាមដានស្ដាប់ពីភាគ1ដល់ចប់សូមបងប្អូនបន្តស្ដាប់ប្រវត្តិសាស្ត្រខ្មែរបន្តទៀតនៅវីដេអូក្រោយសូមអរគុណច្រើន